ចុះពីលើឆាកប្រកួតភ្លាមខុនស្រីខួចសុំទោសអ្នកគាំទ្រនិងឆ្លៀតពោលពាក្យព្រឺសម្បូរហ៊ានលះបង់គ្រប់យ៉ាងដើម្បីប្រទេសក្រោយពីកម្ពុជាបានក្លាយទៅជាម្ចាស់ផ្ទះរយៈពេល9ថ្ងៃនៃកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Global 2025ដោយមានការរៀបចំកម្មវិធីផ្សេងទទួលស្វាគមន៍បេក្ខភាពវ៉លកញ្ញាមកពី61ប្រទេសជុំវិញពិភពលោកហើយនោះវគ្គសំខាន់នានាក៏បានបន្តទៅរៀបចំនៅឯប្រទេសថៃខណៈវេបផ្ដាច់ព្រាត់បានបញ្ចប់ទៅយ៉ាងរលូនហើយកាលពីថ្ងៃទី09ខែមីនាឆ្នាំ2025កន្លងទៅនេះក្នុងនោះវ៉លកញ្ញាដែលបានតំណែង Miss Global 2025បានទៅលើនាង Nguyen Den Hư Van មកពីប្រទេសវៀតណាមងាកទៅកាន់វ៉លកញ្ញាតំណាងកម្ពុជា Miss Global Cambodia 2024កញ្ញាខុនស្រីខួចឯណោះវិញបើទោះជាមិនអាចឈានជើងចូលទៅកាន់ Top ណាមួយក៏ពិតមែនប៉ុន្តែអ្នកគាំទ្រលាន់មាត់សរសើរថានាងពិតជាធ្វើបានល្អណាស់ក្នុងនោះក្រោយបញ្ចប់ការប្រកួតភ្លាមកញ្ញាខុនស្រីខួចក៏បានបង្ហោះសាររៀបរាប់ផ្ញើទៅកាន់អ្នកគាំទ្រនិងប្រជាជនកម្ពុជាជាទីស្រឡាញ់ខ្ញុំបានខិតខំអស់ហើយលះបង់គ្រប់យ៉ាងទាំងពេលវេលាផ្ទាល់ខ្លួនទាំងថវិកាទាំងមិត្តភាពដើម្បីអ្នកពេលនេះខ្ញុំបានបំពេញតួនាទីជាអ្នកតំណាងមុខមាត់ប្រទេសរួចរាល់ហើយសុំទោសខ្លាំងណាស់ដែលមិនអាចពំនាំយកលទ្ធផលដែលល្អណាមួយជូនអ្នកតែខ្ញុំចង់ប្រាប់អ្នកថាខ្ញុំពិតជាស្រឡាញ់អ្នកណាស់ប្រជាជនរបស់ខ្ញុំបើយកជីវិតទៅប្តូរដើម្បីលើកមុខមាត់ប្រទេសជាតិខ្ញុំក៏ព្រម